ស្ថានទូតខ្មែរនៅអ៊ីស្រាអែលប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ក្រោយសង្គ្រាមជាមួយអ៊ឺរ៉ង់កាន់តែពុះកញ្ជ្រោលក្រោយសង្គ្រាមផ្លូវអាកាសនៃការបាញ់បោះឆ្លើយឆ្លងគ្នាទៅវិញទៅមករវាងអ៊ឺរ៉ង់និងអ៊ីស្រាអែលចាប់ផ្ដើមកាលពីថ្ងៃសុក្រសប្តាហ៍មុនបណ្ដាលឲ្យជនស៊ីវិលជាច្រើនបានស្លាប់និងបន្តអូសបន្លាយអស់រយៈពេល5ថ្ងៃមកហើយនោះពេលនេះស្ថានឯកអគ្គរដ្ឋទូតកម្ពុជានៅអ៊ីស្រាអែលបានប្រាប់ពលរដ្ឋខ្មែររស់នៅទីនោះមានការប្រុងប្រយ័ត្នខ្ពស់និងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរម្ចាស់ផ្ទះតាមរយៈសេចក្តីអំពាវនាវនៅថ្ងៃទី18ខែមិថុនាឆ្នាំ2025នេះគូបញ្ជាក់ថាជំលោះប្រដាប់អាវុធរវាងប្រទេសអ៊ីស្រាអែលនិងអ៊ឺរ៉ង់កំពុងតែតានតឹងនិងគ្រោះថ្នាក់ជាខ្លាំងដោយសារការវាយប្រហារសងសឹករវាងប្រទេសទាំងពីរមានលក្ខណៈទ្រង់ទ្រាយធំបើកចំហដោយផ្ទាល់និងបានបន្តអស់រយៈពេល5ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី13ដល់ថ្ងៃទី17ខែមិថុនានិងមិនទាន់ចប់នៅឡើយជាមួយគ្នានេះដែរស្ថានទូតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅធ្វើការនិងសិក្សានៅប្រទេសអ៊ីស្រាអែលមានការប្រុងប្រយ័ត្នខ្ពស់និងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែលដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូនសូមជម្រាបថាកាលពីសប្តាហ៍មុនអ៊ីស្រាអែលបានចាប់ផ្ដើមបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅនានាទូទាំងប្រទេសអ៊ឺរ៉ង់ហើយការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់224នាក់រួមទាំងមេបញ្ជាការយោធាកំពូលអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជនស៊ីវិលនេះបើយោងតាមអាជ្ញាធរអ៊ឺរ៉ង់ទម្លាយចេញជាការតបតគូប្រជែងនៅមជ្ឈិមបូព៌ាប្រទេសអ៊ឺរ៉ង់បានបើកការវាយប្រហារសងសឹកទៅអ៊ីស្រាអែលវិញបណ្ដាលឲ្យជនស៊ីវិល24នាក់បាត់បង់ជីវិតផងដែរយើងដឹងពីទីតាំងលាក់ខ្លួនរបស់មេដឹកនាំកំពូលអ៊ឺរ៉ង់តែយើងមិនកម្ចាត់គាត់ឥឡូវនេះទេក្នុងសារបង្ហោះលើបណ្ដាញសង្គម True Social កាលពីថ្ងៃអង្គារទី17ខែមិថុនាឆ្នាំ2025ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថាយើងដឹងពីទីតាំងលាក់ខ្លួនរបស់មេដឹកនាំកំពូលអ៊ឺរ៉ង់ Ayatollah Ali Khamenei ហើយបើចង់កំណត់គោលដៅមេនោះគឺមិនពិបាកនោះទេយ៉ាងណាគាត់កំពុងមានសុវត្ថិភាពហើយយើងនឹងមិនកម្ចាត់គាត់ក្នុងពេលឥឡូវនេះទេលោកបានបន្តទៀតថាយើងមិនចង់ឲ្យមីស៊ីលបាញ់ត្រូវជនស៊ីវិលឬទាហានអាមេរិកទេការអត់ធ្មត់របស់យើងកាន់តែខើចទៅហើយមិនត្រឹមតែប៉ុណ្ណឹងតាមរយៈការបង្ហោះTrue Social ជាបន្តប្រធានាធិបតីអាមេរិកថែមទាំងតម្រូវឲ្យអ៊ឺរ៉ង់ត្រូវតែចុះចាញ់ដោយឥតលក្ខខណ្ឌផងដែរឥឡូវយើងគ្រប់គ្រងផ្ទៃមេឃលើប្រទេសអ៊ឺរ៉ង់បានទាំងស្រុងហើយមុននេះដែរនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយជាសាធារណៈថាការតាមធ្វើឃាតមេដឹកនាំកំពូលរបស់អ៊ឺរ៉ង់ Ayatollah Ali Khameneiអាចបញ្ចប់ចំនួនរវាងប្រទេសទាំងពីរជាងធ្វើឲ្យកាន់តែឡើងកម្ដៅក្នុងពេលផ្ដល់បទសម្ភាសន៍ជាមួយ ABC News កាលពីថ្ងៃទី16ខែមិថុនាឆ្នាំ2025លោក Netanyahu បានលើកឡើងថាប្រតិបត្តិការបន្សាបគម្រាមកំហែងរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់គឺជារឿងត្រឹមត្រូវហើយគាត់បានចាត់ទុកលោក Khamenei ថាជាAdolf Hitler សម័យថ្មីបើយោងតាមរបាយការណ៍ថ្មីលោក Donald Trump បានបដិសេធផែនការរបស់អ៊ីស្រាអែលក្នុងការសម្លាប់មេដឹកនាំកំពូលអ៊ឺរ៉ង់ដោយប្រាប់ថាកុំធ្វើរឿងបែបនេះឲ្យសោះបើមិនដូច្នោះទេនឹងមានរឿងធំដាក់ខ្លួនជាមិនខានយ៉ាងណាមិញលោក Benjamin បានច្រានចោលគំនិតនេះហើយប្រាប់ថាវាមិនធ្វើឲ្យចំនួនកើនឡើងទេវានឹងបញ្ចប់ចំនួនមេដឹកនាំអ៊ីស្រាអែលបានបន្ថែមទៀតថាសង្គ្រាមជារៀងរហូតគឺជាអ្វីដែលអ៊ឺរ៉ង់ចង់បានហើយពួកគេកំពុងតែនាំយើងទៅកាន់គែមនៃសង្គ្រាមនុយក្លេអ៊ែរតាមពិតទៅអ្វីដែលអ៊ីស្រាអែលកំពុងតែធ្វើគឺជាការទប់ស្កាត់ការឈ្លានពាននេះហើយយើងអាចធ្វើដូច្នោះបានដោយការប្រឆាំងនឹងកម្លាំងនៃអំពើអាក្រក់